នៅក្នុងសមរភូមិនៃជីវិតមនុស្សភាគច្រើនតែងតែគិតថាសត្រូវដែលគួរឲ្យខ្លាចបំផុតគឺជាគូប្រជែងខាងក្រៅឧបសគ្គនៃសង្គមឬភាពក្រីក្រប៉ុន្តែតាមការពិតជាក់ស្ដែងសត្រូវដែលខ្លាំងពូកែបំផុតពិបាកផ្ដួលបំផុតនិងនៅគៀកនឹងយើងបំផុតនោះគឺខ្លួនឯងព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងថាទោះបីជាបុគ្គលម្នាក់ឈ្នះសត្រូវរាប់ពាន់នាក់ក្នុងសមរភូមិក៏មិនស្មើនឹងការឈ្នះខ្លួនឯងតែម្នាក់នោះដែរដូច្នេះតើយើងអាចយកឈ្នះខ្លួនឯងដោយវិធីណាជំហានដំបូងនៃការយកឈ្នះគឺត្រូវស្គាល់ថាអ្វីដែលយើងកំពុងប្រយុទ្ធជាមួយខ្លួនឯងក្នុងន័យនេះមិនមែនជារូបរាងកាយទេតែវាគឺជាកិលេសឬភាពទន់ខ្សោយខាងក្នុងដូចជាភាពខ្ជិលច្រអូសការចង់បានស្រួលមិនចង់បញ្ចេញកម្លាំងការពន្យាពេលការຕົកការងារចោលរងចាំថ្ងៃស្អែកដែលមិនចែកមកដល់ការភ័យខ្លាចបរាជ័យខ្លាចការរិះគន់ឬខ្លាចការផ្លាស់ប្ដូរអាតមាការប្រកាន់ខ្លួនមិនព្រមទទួលយកកំហុសការមានសតិដឹងខ្លួនជានិច្ចថាពេលនេះអារម្មណ៍ណាមួយកំពុងគ្រប់គ្រងយើងគឺជាគន្លឹះទី1ឧទាហរណ៍ពេលដែលអ្នកចង់លេងទូរស័ព្ទជំនួសឲ្យការធ្វើការអ្នកត្រូវដឹងខ្លួនភ្លាមថានេះគឺជាភាពខ្ជិលដែលកំពុងព្យាយាមដឹកមុខខ្ញុំចូលកសាងវិន័យជំនួសឲ្យការប្រើកម្លាំងចិត្តមនុស្សជាច្រើនបរាជ័យក្នុងការឈ្នះខ្លួនឯងព្រោះពួកគេពឹងផ្អែកលើកម្លាំងចិត្តតែមួយមុខកម្លាំងចិត្តគឺដូចជាអាកាសធាតុវាអាចល្អនៅពេលព្រឹកនិងអាក្រក់នៅពេលល្ងាចដើម្បីឈ្នះខ្លួនឯងអ្នកត្រូវកសាងវិន័យគឺការធ្វើរឿងដែលចាំបាច់ត្រូវធ្វើទោះបីជាអ្នកមិនចង់ធ្វើវាក៏ដោយវិធីសាស្ត្រចាប់ផ្ដើមពីការកំណត់កិច្ចការតូចៗដែលត្រូវធ្វើជាប្រចាំការយកឈ្នះលើអារម្មណ៍មិនចង់ក្រោកពីគេងនៅពេលព្រឹកគឺជាជ័យជំនះទី1នៃថ្ងៃបើអ្នកឈ្នះរឿងតូចៗបានអ្នកនឹងមានកម្លាំងទៅឈ្នះរឿងធំបានយើងមិនអាចឈ្នះសង្គ្រាមដែលយើងមើលមិនឃើញសត្រូវនោះទេដើម្បីឈ្នះខ្លួនឯងអ្នកត្រូវយល់អំពីការវិវត្តនៃខួរក្បាលនិងចិត្តឥឡូវនេះខ្ញុំសូមលើកយកទ្រឹស្ដីដំរីនិងហ្មដំរីមកបកស្រាយអ្នកចិត្តវិទ្យា Jonathan Haidt បានប្រៀបធៀបចិត្តមនុស្សទៅនឹងរូបភាពពីរទី1ដំរីតំណាងឲ្យអារម្មណ៍និងចិត្តចង់បានភ្លាមដំរីមានកម្លាំងខ្លាំងខ្ជិលចូលចិត្តសប្បាយនិងខ្លាចការឈឺចាប់ទី2ម៉ដំរីតំណាងឲ្យហេតុផលការគិតនិងការវិភាគម៉ដំរីមានតួនាទីកាន់ចង្កូតនិងដឹងថាផ្លូវណាត្រូវទៅចំពោះបញ្ហាគឺម៉ដំរីដែលជាហេតុផលគឺតូចណាស់បើធៀបនឹងដំរីដែលជាអារម្មណ៍នៅពេលដំរីចង់ដើរទៅរកផ្លូវខុសដូចជាអារម្មណ៍របស់យើងចង់លេងហ្គេមជំនួសអាការធ្វើការម៉ដំរីមិនអាចទាញវាឈ្នះដោយកម្លាំងបាយទេជ័យជំនះពិតប្រាកដមិនមែនជាការវាយដំរីឲ្យស្លាប់ទេតែជាការបង្រៀននិងលួងលោមដំរីឲ្យស្ដាប់បង្គាប់ដើម្បីដើរទៅរកគោលដៅជាមួយគ្នាខួរក្បាលរបស់យើងត្រូវបានវិវត្តមកដើម្បីរស់រានមានជីវិតមិនមែនសុទ្ធតែដើម្បីជោគជ័យទេចំពោះអារម្មណ៍យើងក៏ដូចគ្នាវាចូលចិត្តការសន្សំថាមពលដែលបង្កើតជាភាពខ្ជិលវាខ្លាចការប្រថុយប្រថានដែលបង្កើតជាភាពភ័យខ្លាចវាចូលចិត្តរបស់ឆ្ងាញ់ដែលបង្កើតជាការញ៉ាំច្រើនដូច្នេះការដែលអ្នកមានអារម្មណ៍ខ្ជិលឬខ្លាចមិនមែនមានន័យថាអ្នកជាមនុស្សអន់ទេតែមកពីអារម្មណ៍និងខួរក្បាលរបស់អ្នកមិនធ្វើដំណើរការស្របគ្នាការយកឈ្នះខ្លួនឯងគឺការប្រកាសសង្គ្រាមប្រឆាំងនឹង DNA ពីកំណើតរបស់អ្នកចំពោះការយកឈ្នះខ្លួនឯងត្រូវធ្វើឡើងព្រមគ្នានៅលើសមរភូមិ3សមរភូមិទី1គឺសមរភូមិរាងកាយនេះជាកម្រិតបឋមបំផុតបើអ្នកមិនអាចបញ្ជារាងកាយរបស់អ្នកបានចិត្តរបស់អ្នកក៏អ្នកបញ្ជាមិនបានដែរចូលរៀបចំទម្លាប់នៃការក្រោកពីគេងការហាត់ប្រាណការញ៉ាំអាហារការទប់ឥរិយាបថចំពោះវិធីសាស្ត្រប្រើរាងកាយដើម្បីបង្រៀនចិត្តនៅពេលអ្នកបង្ខំរាងកាយឲ្យរត់ទាំងដែលហត់អ្នកកំពុងបង្រៀនចិត្តថាយើងមិនឈប់ត្រឹមពេលដែលយើងហត់ទេយើងឈប់នៅពេលដែលយើងដល់គោលដៅសមរភូមិទី2គឺសមរភូមិអារម្មណ៍មនុស្សបរាជ័យភាគច្រើនជាទាសករនៃអារម្មណ៍ពួកគេសប្បាយចិត្តទើបធ្វើការពួកគេខឹងក៏បំផ្លាញការងារចូលប្រើការគ្រប់គ្រងកំហឹងការច្រណែនការអាក់អន់ចិត្តនិងភាពតូចចិត្តឲ្យបានចំពោះវិធីសាស្ត្រគឺការបង្កើតគម្លាតរវាងការជំរុញនិងការឆ្លើយតបឲ្យមានចន្លោះមួយ
មនុស្សខ្លាំងគឺអ្នកដែលពង្រីកចន្លោះនោះឲ្យធំដើម្បីគិតឲ្យល្អិតល្អន់មុននឹងប្រើកំហឹងឬអាក់អន់ចិត្តទៅលើអ្វីមួយនោះគឺជាជ័យជំនះនៃបញ្ញាទៅលើអារម្មណ៍សមរភូមិទី3គឺសមរភូមិគ្រុណិតនេះជាសត្រូវដែលសាហាវបំផុតព្រោះវាគឺជាសម្លេងក្នុងក្បាលដែលតែងតែប្រាប់អ្នកថាឯងធ្វើមិនបានទេគឺមិនចូលចិត្តឯងទេឬឈប់ទៅពេលខ្លះសូមកុំជឿគ្រប់យ៉ាងដែលអ្នកគិតត្រូវរៀនប្រកែកជាមួយគំនិតអវិជ្ជមានរបស់ខ្លួនឯងនៅពេលខួរក្បាលប្រាប់ថាខ្ញុំហត់ណាស់ធ្វើមិនកើតទេអ្នកត្រូវតបទៅវិញថានេះគ្រាន់តែជាអារម្មណ៍ទេការពិតគឺខ្ញុំនៅមានកម្លាំង40%ទៀតខ្ញុំនឹងសម្រេចវាឲ្យបានក្បួនយុទ្ធសាស្ត្រយកឈ្នះ The Grand Strategy ដើម្បីយកឈ្នះខ្លួនឯងឲ្យបានជោគជ័យនិងយូរអង្វែងយើងត្រូវការយុទ្ធសាស្ត្រជាក់លាក់ហើយយុទ្ធសាស្ត្រទាំងនោះមានដូចជាទី1យុទ្ធសាស្ត្រដុតស្ពានចោលក្នុងប្រវត្តិសាស្ត្រមេទ័ពខ្លះបញ្ជាឲ្យដុតទូកខ្លួនឯងចោលពេលឆ្លងដល់ដីសត្រូវដើម្បីឲ្យកងទ័ពដឹងថាមានតែផ្លូវឈ្នះឬស្លាប់គ្មានផ្លូវថយក្រោយទេចំពោះការអនុវត្តជាក់ស្ដែងប្រសិនបើអ្នកចង់ឈ្នះខ្លួនឯងរឿងលេងហ្គេមសូមលុបហ្គេមចោលឬលុបឧបករណ៍ហ្គេមចោលបើអ្នកចង់ឈ្នះរឿងកេងត្រមួកសូមដាក់នាឡិការោទនៅឆ្ងាយដែលត្រូវដែរទៅបិទកុំទប់ជំរឿឲ្យខ្លួនឯងចាស់ត្រឡប់មកវិញបានទី2យុទ្ធសាស្ត្រលុតដំខ្លួនឯងពួកស្តូអ៊ិកជឿថាដើម្បីឲ្យចិត្តរឹងមាំយើងត្រូវដាក់ខ្លួនឲ្យលំបាកខ្លះទោះជាមិនចាំបាច់ក៏ដោយហើយការអនុវត្តគឺព្យាយាមងូតទឹកត្រជាក់បើអ្នកចាញ់ត្រជាក់តមហាមួយពេលបើអ្នកមានទម្លាប់ហូបច្រើនដើរជំនឿជីកឡានក្នុងចម្ងាយជិតគោលបំណងគឺដើម្បីប្រាប់ខួរក្បាលថាការលំបាកមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេពេលដែលជីវិតជួបវិបត្តិពិតប្រាកដអ្នកនឹងមិនភ័យស្លន់ស្លោឡើយទី3យុទ្ធសាស្ត្រតក់ពេញបំពង់កុំព្យាយាមផ្លាស់ប្ដូរខ្លួនឯងក្នុងមួយយប់ព្រោះវានឹងបរាជ័យទឹកមួយដំណក់មិនអាចទម្លុះថ្មបានដោយកម្លាំងទេតែវាទម្លុះបានដោយប្រើពេលយូរចូលឈ្នះខ្លួនឯងក្នុងរឿងតូចៗរៀបចំក្រេពេលក្រៅពីគេងអានសៀវភៅ2ទំព័រហាត់ប្រាណ5នាទីជ័យជំនះតូចៗទាំងនេះនឹងប្រមូលផ្ដុំគ្នាបង្កើតជាទំនុកចិត្តថាខ្ញុំជាមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានទី4យុទ្ធសាស្ត្រសច្ចភាពចំពោះខ្លួនឯងមនុស្សដែលចាញ់ខ្លួនឯងគឺជាកំពូលអ្នកកុហកខ្លួនឯងខ្ញុំមិនមែនខ្ជិលទេខ្ញុំគ្រាន់តែយកកម្លាំងឬខ្ញុំញ៉ាំតែថ្ងៃនេះទេស្អែកខ្ញុំនឹងតមហាដើម្បីឈ្នះអ្នកត្រូវហ៊ានមើលកញ្ចក់ហើយទទួលស្គាល់ការពិតដ៏ឈឺចាប់ខ្ញុំកំពុងតែខ្ជះខ្ជាយជីវិតហើយការឈឺចាប់ដែលកើតចេញពីការពិតគឺជាភ្លើងដុតបញ្ឆេះការផ្លាស់ប្ដូរសត្រូវដ៏ធំបំផុតដែលលាក់ខ្លួនក្នុងស្រមោលរបស់យើងគឺគំនិតដែលថាខ្ញុំធ្វើមិនបានទេឬខ្ញុំជាមនុស្សបែបហ្នឹងមនុស្សភាគច្រើនចាញ់ខ្លួនឯងព្រោះគេចាញ់អតីតកាលរបស់ខ្លួនឯងគេយកកំហុសពីមុនមកធ្វើជាច្រវាក់ឃុំឃាំងខ្លួនឯងនៅថ្ងៃនេះអ្នកត្រូវយល់ថាខ្លួនឯងជាពាក្យកិរិយាមិនមែនជានាមទេអ្នកមិនមែនជាវត្ថុដែលនៅត្រឹងនោះទេតែអ្នកគឺជាដំណើរការឈ្នះខ្លួនឯងគឺការអនុញ្ញាតឲ្យខ្លួនឯងនៅថ្ងៃនេះសម្លាប់ខ្លួនឯងកាលពីម្សិលមិញដើម្បីកើតជាមនុស្សថ្មីដែលមានសមត្ថភាពជាងមុនជារឿយៗពេលខ្លះដែលយើងចង់ឈ្នះគឺតាមពិតក៏ជាសម្លេងរបស់អ្នកដតីដែលមកដេកក្នុងក្បាលយើងដែរយើងខ្លាចមិនហ៊ានធ្វើរឿងត្រឹមត្រូវព្រោះខ្លាចគេសាយការឈ្នះខ្លួនឯងក្នុងន័យនេះគឺការមានឯករាជ្យភាពខាងផ្លូវចិត្តនៅពេលអ្នកឈ្នះការចង់បានការសរសើរនិងឈ្នះការខ្លាចការរិះគន់អ្នកនឹងមានសេរីភាពក្នុងការធ្វើអ្វីដែលត្រឹមត្រូវតាមមនសិការនេះហៅថាការឈ្នះមតិសាធារណៈនៅក្នុងចិត្តវិធីសាស្ត្រមួយដ៏ខ្លាំងក្លាបំផុតក្នុងចំណោមវិធីសាស្ត្រដទៃទៀតដើម្បីយកឈ្នះភាពខ្ជិលនិងភាពទន់ជ្រាយគឺការរំលឹកអំពីសេចក្តីស្លាប់នៅពេលយើងគិតថាជីវិតនៅវែងឆ្ងាយយើងតែងតែចាញ់ការលបួននៃភាពសប្បាយយើងទុកការងារចោលយើងមិនព្រមអភិវឌ្ឍខ្លួនវិធីសាស្ត្រគឺសួរខ្លួនឯងថាបើថ្ងៃនេះជាថ្ងៃចុងក្រោយតើខ្ញុំនឹងបណ្ដោយឲ្យភាពខ្ជិលនេះឈ្នះខ្ញុំដែរឬទេតើខ្ញុំនឹងបណ្ដោយឲ្យកំហឹងតូចតាចនេះគ្រប់គ្រងខ្ញុំដែរឬទេការដឹងថាពេលវេលាមានកំណត់គឺជាអាវុធងាយស្រួលបំផុតនៅក្នុងការយកឈ្នះរាល់ការរារាយទាំងពួងវាជួយឲ្យយើងផ្ដោតលើអ្វីដែលសំខាន់ពិតប្រាកដ
ហើយការឈ្នះខ្លួនឯងមិនមែនមានន័យថាធ្វើបាបខ្លួនឯងឬស្អប់ខ្លួនឯងនោះទេបើអ្នកឈ្នះខ្លួនឯងដោយការស្អប់នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលជោគជ័យតែគ្មានសេចក្តីសុខឈ្នះដោយមេត្តាគឺការដឹងថាខ្លួនឯងមានចំណុចខ្វះខាតហើយព្យាយាមកែប្រែវាដូចជាម្ដាយដែលប្រដៅកូនដោយក្តីស្រឡាញ់ឈ្នះដោយវិន័យតឹងរឹងគឺការមិនសម្របសម្រួលឬតូតុនជាមួយភាពទន់ជ្រាយសរុបមកការឈ្នះខ្លួនឯងដែលស៊ីជម្រៅបំផុតគឺការរក្សាតុល្យភាពរវាងការរុញច្រានខ្លួនឯងឲ្យរីកចម្រើននិងការចេះពេញចិត្តនឹងអ្វីដែលខ្លួនមានបើតាមបែបវិទ្យាសាស្ត្រការយកឈ្នះខ្លួនឯងមិនមែនគ្រាន់តែជារឿងទស្សនវិជ្ជាទេតែវាជារឿងជីវសាស្ត្រខួរក្បាលរបស់យើងមានភាពបត់បែនដែលគេហៅថា neuroplasticity រាល់ពេលដែលអ្នកសម្រេចចិត្តមិនធ្វើតាមការបង្គាប់របស់ភាពខ្ជិលអ្នកកំពុងបង្កើតផ្លូវប្រសាទថ្មីមួយនៅក្នុងខួរក្បាលកាលណាអ្នកឈ្នះវាកាន់តែច្រើនដងផ្លូវនោះកាន់តែធំហើយការធ្វើនៅពេលក្រោយៗមកទៀតនឹងក្លាយជារឿងធម្មតានិងងាយស្រួលអ្នកអាចប្រើច្បាប់2នាទីគឺបើអ្នកមានអារម្មណ៍ថាចាញ់ភាពខ្ជិលមិនចង់ធ្វើការងារធំសូមបញ្ជាខ្លួនឯងឲ្យធ្វើវាតែ2នាទីប៉ុណ្ណោះនៅពេលរាងកាយចាប់ផ្ដើមធ្វើសកម្មភាពខួរក្បាលនឹងបញ្ចេញជាតិដូប៉ាមីនដែលជួយឲ្យអ្នកមានកម្លាំងបន្តការងារនោះរហូតដល់ចប់នេះគឺជាការបោកបញ្ឆោតដំរីដែលជាអារម្មណ៍ឲ្យដើរតាមថ្មដែលជាហេតុផលចូលមកដល់ការយកឈ្នះពាក្យសម្ដីនិងចិត្តដែលរាមាយជ័យជំនះដ៏អស្ចារ្យបំផុតមួយគឺការយកឈ្នះលើអណ្ដាតនិងស្មារតីរបស់ខ្លួនឯងការឈ្នះអណ្ដាតមានន័យថាមនុស្សដែលមិនអាចឈ្នះខ្លួនឯងបានតែងតែនិយាយមុនគិតការឈ្នះខ្លួនឯងគឺការដឹងថាពាក្យនេះមិនគួរនិយាយហើយយើងក៏អាចទប់វាបានទោះបីជាចង់និយាយខ្លាំងប៉ុណ្ណាក៏ដោយនេះហៅថាអត្តសោការឈ្នះចិត្តរាមាយអ្នកដឹងទេក្នុងសម័យ Digital សត្រូវដ៏ធំបំផុតគឺការបាត់បង់ការផ្ដោតអារម្មណ៍ការយកឈ្នះខ្លួនឯងគឺការអាចអង្គុយនៅស្ងៀមជាមួយការងារមួយក្នុងរយៈពេលយូរដោយមិនរវល់រវើយទៅរកការកម្សាន្តដែលធ្វើឲ្យបែកអារម្មណ៍អ្នកដែលគ្រប់គ្រងការផ្ដោតអារម្មណ៍បានគឺជាអ្នកដែលគ្រប់គ្រងអនាគតបានចំណុចនៃការឈ្នះខ្លួនឯងស៊ីជម្រៅបំផុតមួយដែលមនុស្សភាគច្រើនឆ្លងមិនផុតគឺការយកឈ្នះភាពជាជនរងគ្រោះមនុស្សជាច្រើនចាញ់ខ្លួនឯងដោយសារតែគេចូលចិត្តដើរតួជាជនរងគ្រោះគេតែងតែបន្ទោសព្រហ្មលិខិតបន្ទោសឪពុកម្ដាយបន្ទោសសង្គមឬបន្ទោសមេឃដីចំពោះបរាជ័យរបស់ខ្លួនវិធីឈ្នះត្រូវមានការទទួលខុសត្រូវកម្រិតខ្ពស់ទោះបីជាបញ្ហាមួយមិនមែនការចេញពីកំហុសរបស់អ្នក 100% ក៏ដោយប៉ុន្តែវាគឺជាការទទួលខុសត្រូវរបស់អ្នក 100% ក្នុងការដោះស្រាយវាការឈ្នះខ្លួនឯងគឺការឈប់ត្អូញត្អែរហើយចាប់ផ្ដើមសកម្មភាពនៅពេលអ្នកឈប់បន្ទោសអ្នកដទៃអំណាចនឹងត្រឡប់មកក្នុងដៃអ្នកវិញភ្លាមមកដល់ការយកឈ្នះភាពអំនួតនិងការប្រៀបធៀបម្ដងជារឿយៗសត្រូវដែលរារាំងយើងមិនឲ្យរីកចម្រើនមិនមែនមកពីយើងមិនពូកែទេតែមកពីយើងមានមោទនភាពជ្រុលឬប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅពេលអ្នកជោគជ័យបន្តិចបន្តួចចិត្តអំនួតនឹងប្រាប់អ្នកថាឯងឈ្នះហើយមិនបាច់ប្រឹងទៀតទេនេះគឺជាអន្ទាក់ចំណែកការប្រៀបធៀបនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តនៅពេលឃើញគេដើរលឿនជាងចំពោះវិធីដោះស្រាយចូលប្រើទ្រឹស្ដីពេកទឹកដែលនៅទំនេរជានិច្ចការយកឈ្នះខ្លួនឯងគឺការទម្លាក់ចោលនៅភាពចេះដឹងកាលពីម្សិលមិញដើម្បីទទួលយកចំណេះដឹងថ្មីនៅថ្ងៃនេះគូប្រជែងតែម្នាក់របស់អ្នកគឺខ្លួនឯងកាលពីម្សិលមិញបើថ្ងៃនេះអ្នកល្អជាងម្សិលមិញតែ 1% នោះអ្នកគឺជាអ្នកឈ្នះហើយការយកឈ្នះខ្លួនឯងដែលស៊ីជម្រៅបំផុតមួយទៀតគឺរក្សាសន្តិភាពក្នុងព្យុះដែលជាការគ្រប់គ្រងប្រតិកម្មរបស់ចិត្តចំពោះពិភពខាងក្រៅពិភពលោកនឹងបន្តទម្លាក់បញ្ហាមកលើអ្នកឧទាហរណ៍សង្គ្រាមសេដ្ឋកិច្ចធ្លាក់ចុះឬវិបត្តិហិរញ្ញវត្ថុបើអ្នកបណ្ដោយឲ្យចិត្តកម្រើកតាមព្រឹត្តិការណ៍ទាំងនោះខ្លាំងពេកមានន័យថាអ្នកចាញ់ពិភពលោកហើយដើម្បីឈ្នះចូលអនុវត្តការបំបែករវាងព្រឹត្តិការណ៍និងការបកស្រាយឧទាហរណ៍នៃព្រឹត្តិការណ៍គេនិយាយដើមអ្នកចំពោះការបកស្រាយគេមើងងាយខ្ញុំត្រឹងតែខឹងហើយការឈ្នះខ្លួនឯងគឺការជឿរឹសបកស្រាយនៅក្នុងចិត្តថាសម្ដីគេជារបស់គេសេចក្តីថ្លៃថ្នូរជារបស់ខ្ញុំមិនអនុញ្ញាតឲ្យសម្ដីគេមកបំពុលចិត្តខ្ញុំបានទេការឈ្នះខ្លួនឯងតាមរយៈភាពស្ងប់ស្ងាត់
ក្នុងពិភពលោកដែលពោពេញដោយសំឡេងរំខានការយកឈ្នះខ្លួនឯងគឺការចេះនៅស្ងៀមជាមួយខ្លួនឯងមនុស្សភាគច្រើនខ្លាចភាពស្ងប់ស្ងាត់ព្រោះនៅពេលស្ងាត់គេនឹងត្រូវប្រឈមមុខនឹងគំនិតអវិជ្ជមាននិងភាពពិតនៃខ្លួនឯងហេតុនេះហើយបានជាមនុស្សចូលចិត្តចុចទូរស័ព្ទឬរកអ្វីរំខានចិត្តជានិច្ចវិធីដោះស្រាយគឺចូលចំណាយពេលយ៉ាងហោចណាស់10ទៅ20នាទីក្នុងមួយថ្ងៃអង្គុយនៅស្ងៀមដោយសមាធិដោយមិនធ្វើអ្វីទាំងអស់ការយកឈ្នះលើភាពអន្ទះអន្តែងដែលចង់ធ្វើនេះធ្វើនោះគឺជាការបង្កើនកម្លាំងសតិកាលណាសតិខ្លាំងអ្នកនឹងមានអំណាចលើគ្រប់សកម្មភាពក្នុងជីវិតជ័យជំនះនៃការលះបង់ជ័យជំនះមិនមែនជាការទទួលបានជានិច្ចនោះទេជួនកាលវាគឺជាការបោះបង់ដើម្បីក្លាយជាមនុស្សដែលអ្នកចង់ក្លាយជាអ្នកត្រូវតែលះបង់មនុស្សដែលអ្នកកំពុងជាសួរថាតើអ្នកហ៊ានលះបង់ភាពសប្បាយមួយឆាយដើម្បីគោលដៅយូរអង្វែងដែរឬទេការយកឈ្នះខ្លួនឯងគឺការដឹងថាអ្នកមិនអាចមានគ្រប់យ៉ាងក្នុងពេលតែមួយបានទេអ្នកត្រូវរៀននិយាយពាក្យថាទេចំពោះរឿងល្អៗជាច្រើនដើម្បីនិយាយពាក្យថាបាទឬចាចំពោះរឿងដែលអស្ចារ្យបំផុតតែមួយគត់ការយកឈ្នះភាពនឿយណាយក្នុងដំណើរនៃការអភិវឌ្ឍខ្លួនវានឹងដល់ចំណុចមួយដែលអ្នកមានអារម្មណ៍ថាហត់ហើយឈប់ត្រឹមនឹងបានហើយឬធ្វើទៅក៏មិនឃើញមានលទ្ធផលអីចូលប្រើទ្រឹស្ដីរុស្ស៊ីជិនចំណាយពេល5ឆ្នាំដំបូងដុះតែឫសក្នុងដីដោយយើងមើលមិនឃើញអ្វីទាំងអស់ប៉ុន្តែក្នុងឆ្នាំទី6វានឹងលូតកម្ពស់30ម៉ែត្រក្នុងរយៈពេល6សប្តាហ៍ការយកឈ្នះខ្លួនឯងគឺការបន្តធ្វើរឿងត្រឹមត្រូវទោះបីជាមិនទាន់ឃើញលទ្ធផលក៏ដោយភាពអត់ធ្មត់គឺជាទម្រង់ខ្ពស់បំផុតនៃជ័យជំនះលើខ្លួនឯងឥឡូវនេះចូលមកដល់ផលវិបាកនៃការមិនព្រមឈ្នះខ្លួនឯងផលវិបាកនៃការមិនព្រមឈ្នះខ្លួនឯងគឺជាការឆ្លោះកញ្ចក់មើលការពិតដ៏ស្រពោនមួយដើម្បីដាស់តឿនសតិស្មារតីបើការឈ្នះខ្លួនឯងគឺជាផ្លូវទៅកាន់សេរីភាពនោះការចាញ់ខ្លួនឯងគឺជាផ្លូវទៅកាន់គុកដែលគ្មានជញ្ជាំងខាងក្រោមនេះខ្ញុំនឹងបកស្រាយលម្អិតនិងស៊ីជម្រៅអំពីមហន្តរាយនៃការបណ្ដោយខ្លួនឲ្យចាញ់កិលេសនិងភាពទន់ជ្រាយជាដំបូងយើងនិយាយអំពីជីវិតដែលរស់ក្នុងស្រមោលនៃការបរាជ័យចំពោះខ្លួនឯងនៅពេលដែលបុគ្គលម្នាក់បដិសេធមិនព្រមវឹកហាត់ដើម្បីឈ្នះខ្លួនឯងគេមិនមែនត្រឹមតែនៅត្រឹងមួយកន្លែងនោះទេតែគេកំពុងតែធ្លាក់ចុះទៅក្នុងរណ្ដៅនៃផលវិបាកដែលមើលមិនឃើញដូចជាទី1ការបាត់បង់អំណាចម្ចាស់ការលើជីវិតផលវិបាកធំបំផុតគឺអ្នកលែងជាអ្នកបើកបរនៃជីវិតខ្លួនឯងទៀតហើយការពិតនៅពេលអ្នកមិនអាចបញ្ជាខ្លួនឯងបានអ្នកដទៃនឹងមុខបញ្ជាអ្នកនឹងក្លាយជាឧបករណ៍សម្រាប់បំពេញគោលដៅរបស់អ្នកដទៃចំពោះផលវិបាកអ្នកនឹងរស់នៅតាមការចង់បានរបស់សង្គមតាមការអូសទាញនៃពាណិជ្ជកម្មនិងតាមអារម្មណ៍ឆេវឆាវដែលនាំឲ្យជីវិតវិលវល់រកទីដៅពិតប្រាកដមិនឃើញទី2វិបដិសារីដែលប្រឡែងឱកាសមានសុភាសិតមួយពោលថាការឈឺចាប់នៃវិន័យមានទម្ងន់ត្រឹមតែប៉ុន្មានអោនប៉ុន្តែការឈឺចាប់នៃវិបដិសារីមានទម្ងន់រាប់តោននៅពេលអ្នកចាញ់ភាពខ្ជិលថ្ងៃនេះអ្នកអាចនឹងសប្បាយមួយភ្លែតប៉ុន្តែ10ឆ្នាំក្រោយនៅពេលអ្នកក្រឡេកមកមើលក្រោយវិញអ្នកនឹងមានអារម្មណ៍ឈឺចាប់បំផុតដែលដឹងថាអ្នកមានសមត្ថភាពអាចធ្វើបានតែអ្នកមិនព្រមធ្វើផលវិបាកនៃវិបដិសារីគឺជាថ្នាំពុលដែលបំផ្លាញសេចក្តីសុខក្នុងវ័យជរាទី3ការរលារលត់នៃទំនុកចិត្តលើខ្លួនឯងរាល់ពេលដែលអ្នកសន្យាជាមួយខ្លួនឯងឧទាហរណ៍ថាស្អែកនឹងក្រោកពីព្រលឹមនោះអ្នកកំពុងតែបំផ្លាញទំនុកចិត្តរបស់ខ្លួនឯងនៅពេលអ្នកភូតផលខ្លួនឯងញឹកញាប់ពេកចិត្តរបស់អ្នកនឹងលាងជឿជាក់លើពាក្យសម្ដីរបស់អ្នកទៀតហើយផលវិបាកគឺអ្នកនឹងក្លាយជាមនុស្សដែលគ្មានឆន្ទៈគ្មានភាពក្លាហានក្នុងការចាប់ផ្ដើមរឿងធំដុំព្រោះក្នុងចិត្តអ្នកដឹងស្រាប់ថាឯងធ្វើមិនបានទេដូចរាល់ដងចឹងហើយការមិនយកឈ្នះខ្លួនឯងនឹងធ្វើឲ្យធ្លាក់ចុះនៃគុណតម្លៃនិងសុខភាពផ្លូវចិត្តតាមទ្រឹស្ដីរបស់ Maslow មនុស្សនឹងមានសេចក្តីសុខបំផុតនៅពេលឈានដល់កម្រិតការបញ្ចេញសក្តានុពលពេញលេញការមិនព្រមឈ្នះខ្លួនឯងគឺជាការរារាំងខ្លួនឯងមិនឲ្យទៅដល់ចំណុចនោះវានឹងបង្កើតភាពតានតឹងរ៉ាំរ៉ៃ
ការពន្យាពេលការងារមិនមែនធ្វើឲ្យយើងស្រួលខ្លួនទេផ្ទុយទៅវិញវានាំមកនូវភាពតានតឹងដែលដេកដក់ក្នុងចិត្តជានិច្ចព្រោះដឹងថាមានការងារមិនទាន់ហើយការបាត់បង់សេចក្តីថ្លៃថ្នូរនៅពេលអ្នកដឹងខ្លួនឯងថាអ្នកជាទាសករនៃទម្លាប់អាក្រក់ដូចជាលបែងស៊ីសងគ្រឿងស្រវឹងឬភាពអសកម្មអ្នកនឹងចាប់ផ្ដើមស្អប់ខ្លួនឯងការស្អប់ខ្លួនឯងគឺជាឫសគល់នៃជំងឺបាក់ទឹកចិត្តតើអ្នកធ្លាប់ឮទ្រឹស្ដីអតិពលដូមីណូនៃការចុះចាញ់ទេវាជាការចាញ់ខ្លួនឯងក្នុងរឿងមួយដែលនឹងរាលដាលនិងប៉ះពាល់ដល់អ្នកដទៃទៀតដូចជាប៉ះពាល់ទំនាក់ទំនងបើអ្នកមិនអាចឈ្នះកំហឹងខ្លួនឯងអ្នកនឹងបំផ្លាញមនុស្សដែលអ្នកស្រឡាញ់ប៉ះពាល់សេដ្ឋកិច្ចបើអ្នកមិនអាចឈ្នះចំណងការចាយវាយអ្នកនឹងរស់ក្នុងបំណុលរ៉ាំរ៉ៃប៉ះពាល់សុខភាពបើអ្នកមិនអាចឈ្នះភាពខ្ជិលក្នុងការហាត់ប្រាណឬការញ៉ាំអ្នកនឹងទទួលរងនូវជំងឺដែលមិនគួរនឹងកើតចូលមកដល់ការជាប់គាំងនៃសក្តានុពលមនុស្សម្នាក់កើតមកជាមួយក្របពូជនៃសមត្ថភាពដ៏មហិមាប៉ុន្តែក្របពូជនេះត្រូវការយកឈ្នះលើដីរឹងដែលប្រៀបប្រដូចទៅនឹងភាពខ្ជិលនិងការភ័យខ្លាចដើម្បីដួលលូតលាស់ការមិនព្រមឈ្នះខ្លួនឯងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលរស់នៅមិនស្ថិតនៅក្រោមសមត្ថភាពពិតអ្នកនឹងក្លាយជាមនុស្សដែលគ្រាន់តែរស់ដើម្បីឲ្យផុតមួយថ្ងៃជាជាងរស់ដើម្បីបង្កើតតម្លៃសោកនាដកម្មធំបំផុតគ្រឿងជីវិតមិនមែនជាការស្លាប់នោះទេប៉ុន្តែគឺជាការបណ្ដោយឲ្យអ្វីៗដែលអស្ចារ្យនៅក្នុងខ្លួនយើងស្លាប់ទៅវិញទាំងដែលវាមិនទាន់បានបញ្ចេញមកក្រៅនៅឡើយវាអាចចេញជាផលអវិជ្ជមាននៃការបាត់បង់តុល្យភាពនៃខួរក្បាលនៅក្នុងយុគសម័យទំនើបការមិនព្រមឈ្នះខ្លួនឯងលើការប្រើប្រាស់បច្ចេកវិទ្យានិងការកំសាន្តខុសរឿងនឹងបំផ្លាញប្រព័ន្ធជីវសាស្ត្រក្នុងខួរក្បាលនៅពេលញាក់ចាញ់ខ្លួនឯងដោយការផ្ដេកផ្ដួលលើការសប្បាយភ្លាមដូចជាការចុចទូរស័ព្ទរាប់ម៉ោងឬការញ៉ាំអាហារឥតប្រយោជន៍ខួរក្បាលនឹងស៊ាំទៅនឹងកម្រិតដូប៉ាមីនខ្ពស់នៅពេលនោះអ្នកនឹងបាត់បង់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ការងារដែលត្រូវការការគិតស៊ីជម្រៅនឹងក្លាយជារឿងដែលធ្វើឲ្យអ្នកធុញនិងឈឺចាប់យូរទៅអ្នកនឹងក្លាយជាមនុស្សដែលមានចិត្តរីម៉ាយនិងមិនអាចសម្រេចកិច្ចការធំដុំបានឡើយផលប៉ះពាល់ទៅលើការបាត់បង់សេចក្តីថ្លៃថ្នូរសេចក្តីថ្លៃថ្នូរគឺជាការធ្វើហៅសម្ដីនិងទង្វើរបស់អ្នកស្របគ្នារាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងធ្វើវាតែចុងក្រោយអ្នកចាញ់ភាពខ្ជិលហើយមិនធ្វើអ្នកកំពុងតែបាត់បង់តម្លៃក្នុងកែវភ្នែកខ្លួនឯងនិងអ្នកដទៃអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបោកប្រាស់ទោះបីជាអ្នកបង្ហាញមុខមាត់ល្អក្នុងសង្គមយ៉ាងណាក៏ដោយក៏ក្នុងចិត្តអ្នកដឹងច្បាស់ថាអ្នកមិនអាចសូម្បីតែគ្រប់គ្រងចិត្តខ្លួនឯងបាននេះនាំឲ្យមានការបាត់បង់មោទនភាពក្នុងនាមជាមនុស្សពេលណាមួយអ្នកក៏នឹងក្លាយជាបន្ទុកដល់អ្នកដទៃនោះដែរការមិនព្រមឈ្នះខ្លួនឯងមិនត្រឹមតែប៉ះពាល់ដល់ខ្លួនអ្នកទេតែវាប៉ះពាល់ដល់មនុស្សជុំវិញខ្លួនក្នុងគ្រួសារបើអ្នកមិនឈ្នះភាពខ្ជិលក្នុងការរកស៊ីឬមិនឈ្នះការចង់ចាយវាខ្ជះខ្ចាយអ្នកនឹងក្លាយជាបន្ទុកសេដ្ឋកិច្ចដល់គ្រួសារក្នុងសង្គមបើអ្នកមិនឈ្នះអំនួតឬមិនឈ្នះកំហឹងទេអ្នកនឹងក្លាយជាមនុស្សដែលពិបាករស់នៅជាមួយមនុស្សដែលអ្នកស្រឡាញ់នឹងចាប់ផ្ដើមដើរចេញពីអ្នកម្ដងម្នាក់ដោយសារពួកគេមិនអាចទ្រាំទ្រនឹងភាពមិនចាស់ទុំនៃម្ចាស់ការលើខ្លួនអ្នករបស់អ្នកបានផលអវិជ្ជមាននៃការរស់ក្នុងវដ្តនៃការរងចាំផលវិបាកចុងក្រោយដែលគួរឲ្យខ្លាចបំផុតគឺការរស់នៅក្នុងភាពរងចាំមនុស្សដែលមិនព្រមឈ្នះខ្លួនឯងតែងតែរងចាំថាពេលវេលាល្អរងចាំកម្លាំងចិត្តឬរងចាំជោគវាសនាមកជួយការពិតទៅពេលវេលាល្អមិនដែលមកដល់ទេមានតែយើងទេដែលជាអ្នកបង្កើតវាផលវិបាកនៃចំណុចនេះគឺអ្នកនឹងចំណាយពេលពេញមួយជីវិតមើលអ្នកដទៃសម្រេចជោគជ័យខណៈដែលអ្នកនៅតែអង្គុយត្រង់ចំណុចដដែលជាមួយសុបិនដែលមិនចែករីកដុះដាមសរុបសេចក្តីមកការឈ្នះខ្លួនឯងគឺជាការរៀបចំសណ្ដាប់ធ្នាប់ក្នុងពិភពខាងក្នុងរបស់អ្នកនៅពេលដែលខាងក្នុងរបស់អ្នកមានសណ្ដាប់ធ្នាប់មានវិន័យមានសតិមានមេត្តានិងមានគោលដៅនោះពិភពខាងក្រៅរបស់អ្នកនឹងមានសណ្ដាប់ធ្នាប់ទៅតាមនោះដែរចូលធ្វើជាស្ដេចនៃចិត្តខ្លួនឯងជាងធ្វើជាក្នុងបម្រើនៃចំណងរបស់ខ្លួនហើយការយកឈ្នះខ្លួនឯងមិនមែនមានន័យថាអ្នកត្រូវតែក្លាយជាមនុស្សឥតខ្ចក់នោះទេវាមានន័យថាអ្នកគឺជាអ្នកចម្បាំងដែលមិនបោះបង់ទោះបីជាថ្ងៃនេះអ្នកចាញ់ភាពខ្ជិលឬចាញ់កំហឹងក៏អ្នកមិនត្រូវចោះចាញ់រហូតដែរ
អ្នកត្រូវក្រោកឈរឡើងវិញហើយនិយាយទៅកាន់ខ្លួនឯងថាការប្រយុទ្ធមិនទាន់ចប់ទេថ្ងៃស្អែកខ្ញុំនឹងឈ្នះជាងនេះជ័យជំនះលើខ្លួនឯងគឺជាអំណោយដ៏ថ្លៃថ្លាបំផុតដែលអ្នកអាចផ្ដល់ឲ្យជីវិតខ្លួនឯងបានវានឹងនាំមកនូវសេចក្តីថ្លៃថ្នូរសន្តិភាពនិងភាពជោគជ័យដែលគ្មាននរណាអាចដណ្ដើមបានដំណើរនេះមិនបញ្ចប់ត្រឹមការអានអត្ថបទនេះទេវានឹងចាប់ផ្ដើមនៅនាទីបន្ទាប់ដែលអ្នកដាក់ទូរស័ព្ទចុះហើយសម្រេចចិត្តធ្វើអ្វីមួយដែលអ្នកដឹងថាគួរធ្វើប៉ុន្តែអ្នកមិនទាន់ចង់ធ្វើបើអ្នកមិនព្រមព្យាយាមឈ្នះខ្លួនឯងទេគឺដូចជាការសុខចិត្តធ្វើជាអ្នកទោសនៅក្នុងចិត្តខ្លួនឯងទ្វារគុកបាតចំហជានិច្ចប៉ុន្តែអ្នកមិនព្រមដើរចេញព្រោះអ្នកខ្លាចការឈឺចាប់នៃការផ្លាស់ប្ដូរបើអ្នកមិនព្រមធ្វើសង្គ្រាមជាមួយភាពទន់ជ្រាយរបស់ខ្លួនឯងនៅថ្ងៃនេះទេនោះអ្នកនឹងត្រូវធ្វើសង្គ្រាមជាមួយភាពបរាជ័យពេញមួយជីវិតហើយអ្នកនឹងគ្រាន់តែជាអ្នកទស្សនានៅក្នុងរឿងជីវិតរបស់ខ្លួនឯងជាជាងធ្វើជាតួឯកផលវិបាកទាំងអស់នេះមិនមែនកើតឡើងក្នុងថ្ងៃនេះទេតែវាប្រមូលផ្ដុំគ្នាដូចជាបំណុលដែលត្រូវសងជាមួយនឹងការប្រាក់យ៉ាងធ្ងន់ធ្ងរនៅពេលអនាគតសេរីភាពមិនមែនជាការធ្វើអ្វីដែលយើងចង់ធ្វើនោះទេប៉ុន្តែសេរីភាពគឺជាការមានសមត្ថភាពធ្វើអ្វីដែលយើងដឹងថាត្រឹមត្រូវដែលត្រូវតែធ្វើ